គ្នាយើងប្រកាសជាបានស្គាល់ហើយអំពីទឹកដីថាមពលវិញ្ញាណឬក៏អ្នកអគ្រាតែងតែហៅថា Solen ឬក៏ថាងសានហ្នឹងឯងនៅក្នុងរដូវកាលទី5នេះគឺសៀវូគឺបានបាត់បង់ជីវិតហើយក៏បានចាប់កំណើតទៅក្នុងភពមួយផ្សេងទៀតហើយនៅក្នុងពិភពដែលសៀវូបានចាប់កំណើតនេះគឺជាពិភពមួយដែលគ្រប់គ្រងទៅដោយពពួកបិសាចបន្ទាប់ពីសៀវូបានបាត់បង់ជីវិតទៅចាប់កំណើតនៅក្នុងពិភពមួយហ្នឹងហើយថាងសានរបស់យើងក៏មិនសុខចិត្តផងដែរគឺបានបោះបង់តំណែងជាស្ដេចព្រះរបស់ខ្លួនចោលតែម្ដងដើម្បីតែចាប់បដិសន្ធិទៅក្នុងពិភពមួយដែលសៀវូបានកើតឡើងហើយបន្ទាប់ពីថាងសានបានចាប់កំណើតនៅក្នុងពិភពដែលសៀវូបានកើតនឹងហើយគឺថាងសាននេះពិតជាផ្សាយផ្អើលខ្លាំងមែនទែនដោយសារតែពិភពមួយនេះគឺបានគ្រប់គ្រងទៅដោយពពួកបិសាចហ្នឹងឯងចំណែកឯពពួកមនុស្សនៅក្នុងពិភពលោកមួយហ្នឹងគឺដូចជាទាសករអញ្ចឹងគឺមិនមានសិទ្ធិអំណាចអ្វីនោះទេសូម្បីតែមនុស្សដែលមានសមត្ថភាពខ្លាំងៗមួយចំនួនក៏ស្ថិតនៅក្រោមបញ្ជារបស់ពពួកបិសាចផងដែរបន្ទាប់ពីថាងសានបានមកដល់ពិភពមួយហ្នឹងហើយជាមួយនឹងការចងចាំរបស់ថាងសាននៅបទពិសោធន៍ដែលធ្លាប់ធ្វើជាស្ដេចព្រះហ្នឹងគឺវាមិនមែនជាបញ្ហាសម្រាប់ថាងសានឡើយដែលស្ថិតនៅក្នុងពិភពមួយនេះហើយនៅក្នុងពិភពមួយនេះគេមិនពឹងផ្អែកទៅលើធម្មពលព្រលឹងឬក៏ជាធម្មពលកងព្រលឹងអីនោះទេនៅក្នុងពិភពមួយនេះគឺគេពឹងផ្អែកទៅលើធម្មពលខ្សែឈាមហើយថាងសាននេះក៏មានវិជាគុណមួយផងដែរដែលវិជាគុណមួយនេះវាពិតជាអស្ចារ្យខ្លាំងមែនទែនដែលមានឈ្មោះថាវិជាឋានសួគ៌អាត់កំបាំងហើយវិជាឋានសួគ៌ដ៏អាត់កំបាំងមួយនេះគឺថាងសានរបស់យើងនេះក៏អាចស្រូបយកខ្សែឈាមរបស់អ្នកដទៃបានដែរអ្នកគ្នាសូម្បីតែស្ដេចបិសាចឬក៏បិសាចដែលមានស្ថិតនៅក្នុងកម្រិតពុះក៏ដោយក៏ថាងសានអាចស្រូបយកបានផងដែរហើយវិជាមួយនេះមិនមែនចេះតែប្រើប្រាស់បានរហូតនោះទេអ្នកគ្នាគឺវាអាចប្រើបានដូចជា skill របស់ Mobile Legends អញ្ចឹងវាមាន cool down skill អញ្ចឹងរយៈពេល1ខែឬក៏3ខែអញ្ចឹងទៅជាមួយនឹងសមត្ថភាពរបស់ថាងសាននៅបទពិសោធន៍របស់ថាងសានរាប់មិនអស់រាប់ម៉ឺនឆ្នាំមកនេះគឺថាងសានមិនមែនជាបញ្ហាឡើយនៅក្នុងការឡើងកម្រិតខ្លាំងជាអ្នកខ្លាំងហើយថាងសាននេះក៏មិនបានភ្លេចផងដែរបេសកកម្មរបស់ថាងសាននៅពេលនេះគឺស្វែងរកសៀវូហ្នឹងឯងហើយថាងសានក៏បានខ្លាចជាសិស្សនៅក្នុងសាលាបណ្ឌិតសភាមួយកន្លែងផងដែរមិនយូរប្រហែលទេគឺថាងសានក៏បានស្វែងរកសៀវូឃើញដែលនៅពេលនេះគឺសៀវូមានឈ្មោះថាមីខុងជឺហើយមីខុងជឺនេះក៏បានសិក្សានៅសាលាបណ្ឌិតសភាមួយដែលវាមានឋានៈខ្ពស់ខ្លាំងមែនទែនហើយការចាប់ជាតិរបស់មីខុងជឺឬក៏ជាសៀវូនេះគឺមិនមែនលេខសាយទេអ្នកគ្នាគឺសៀវូបានចាប់កំណើតនៅក្នុងគ្រួសាររាជវង្សមួយហើយសៀវូនេះក៏មានខ្សែឈាមដ៏មានឥទ្ធិពលមួយផងដែរគឺជាខ្សែឈាមស្ដេចកង្កោកដ៏ទេវភាពហើយអ្វីដែលសំខាន់គឺមីខុងជឺឬក៏ជាសៀវូនេះគឺជាអ្នកស្នងតំណែងបន្ទាប់ខ្សែឈាមដ៏បរិសុទ្ធរបស់អធិរាជកង្កោកបន្ទាប់ពីបានឃើញសៀវូឯគឺថាងសាននេះក៏បានស្រក់ទឹកភ្នែកភ្លាមៗតែម្ដងដោយសារតែការបាត់បង់នៃការនឹករលឹករបស់ថាងសានគឺវាខ្លាំងខ្លាមែនទែនចំពោះសៀវូជាមួយនឹងឋានៈសៀវូពេលបច្ចុប្បន្ននេះគឺថាងសានរបស់យើងនឹងគឺមិនអាចទៅក្បែរឬក៏នៅជិតសៀវូបាននោះទេប៉ុន្តែថាងសានក៏មានវិធីផងដែរគឺតែងតែតាមការពារទៅកាន់សៀវូនឹងឯងហើយសៀវូពិតជាឆ្កល់ខ្លាំងមែនទែនថាថាងសាននេះគឺជានរណាគេអត់ប្រកាសនៅពេលដែលនាងមានបញ្ហាតែមានមុខថាងសានចេញមកជួយនាងរហូតហើយនៅក្នុងសាច់ជ្រៅរដូវកាលទី5នេះគឺថាងសានមានអត្តសញ្ញាណ2អ្នកនរគ្នាហើយខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងមែនទែនទៅកាន់កន្លែងឈប់ឆាកប្រយុទ្ធមួយដែលថាងសានបានបញ្ចេញចំហាយធម្មពលអតិទេពសមុទ្រអ្នកនរគ្នានៅពេលដែលស្ដេចកង្កោកដែលជាឪពុករបស់សៀវូឬក៏មីខុងជឺនៅបានប្រយុទ្ធគ្នាជាមួយអ្នកដែលស្ថិតនៅក្នុងកម្រិតទី8កំពូលដូចគ្នានៅពេលនោះគឺថាងសានត្រឹមតែកម្រិតទី6តែប៉ុណ្ណោះកន្លែងនេះគឺថាងសានបានបញ្ចេញជាមួយនឹងចំហាយអតិទេពសមុទ្រដែលធ្វើឲ្យអ្នកដែលស្ថិតនៅក្នុងកម្រិតទី8កំពូលគឺញ័រសាច់ត្រូវតែម្ដងហើយថាងសាននេះក៏បានបញ្ចេញចំហាយធម្មពលនិងដាក់សម្ពាធទៅកាន់ពួកគេទាំងពីរនាក់ដែលធ្វើឲ្យពួកគេទាំងពីរនាក់គឺឈប់ប្រយុទ្ធគ្នាភ្លាមៗតែម្ដងយើងអាចនិយាយបានថាអ្នកដែលស្ថិតនៅក្នុងកម្រិតទី8កំពូលឬក៏ចូលដល់ក្នុងកម្រិតទី9វាស្មើជាមួយនឹងថៃថតទូលូកម្រិត9ជាងអ្នកនរគ្នាឥឡូវយើងសាកសម័យមើលគឺថាងសានត្រឹមតែកម្រិតទី6តែប៉ុណ្ណោះប៉ុន្តែអាចបញ្ចេញចំហាយអតិទេពសមុទ្រមកបានដែលធ្វើឲ្យពួកគេដែលស្ថិតនៅក្នុងកម្រិតទី8កំពូលគឺញ័រសាច់បានហើយសាច់ជឿថាងសានរដូវកាលទី5នេះគឺវាអត់មានអីខុសពីរដូវកាលទី1ទេអ្នកនាងដោយសារតែសមាជិករបស់ថាងសានគឺមាន7នាក់ដដែល